នឹងឲ្យសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកចែករំលែកមួយទាក់ទងជាមួយការពីប្រព័ន្ធ attacker នៅលើការ access link ឬក៏ website ណាមួយដែលអ្នកនរគ្នាចង់ access ហ្នឹងមួយទៀតទាក់ទងជាមួយ file ក៏ដូចជាយើងអាច search មើលទៅលើ IP address ណាមួយដែលមាន attacker ឬក៏អត់អញ្ចឹងខ្ញុំមាន website មួយដែលអាចការពារពីខាង attacker នឹងបានមិនការពារបានគ្រាន់តែប្រើ website នឹងបានទេមានន័យថាយើងមុននឹង access ឬក៏មុននឹងប្រើប្រាស់ click ប្រើប្រាស់យើងត្រូវ upload ចូលទៅ website ហ្នឹងដើម្បី verify check ថាមានបញ្ហាឬក៏អត់អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចូលទៅ website ទាំងអស់គ្នាទៅជាមួយ website ហ្នឹងឈ្មោះ virus total អញ្ចឹងទៅជាមួយ website ហ្នឹងអ្នកនរគ្នាអាច search virustotal.com អញ្ចឹងវានឹង show ឲ្យអ្នកនរគ្នាអាច upload ទៅជាមួយ file អាចupload ទៅ URL អញ្ចឹងអ្នកនរគ្នាអាច upload បាន upload ហើយអ្នកនរគ្នានឹងមើលឃើញនៅការវាយតម្លៃទៅលើ website មួយហ្នឹងហើយអញ្ចឹងយើងចូលអ្នកនរគ្នាជាដំបូងខ្ញុំតេស្ត access ទៅលើMicrosoft 365អញ្ចឹងទៅជាមួយ Microsoft 365អត់មានបញ្ហាអីទេពីព្រោះអីដូចដែលយើងបានដឹងអញ្ចឹងទៅជាមួយ Microsoft គឺជា website របស់គេតាមអញ្ចឹងដើម្បីយើងតេស្តបានយើងអាច copy ហើយយើងយកមកផាសចូលកន្លែង URL មកបើជា URL អញ្ចឹងយើងតេស្ត URL ខ្ញុំផាសអញ្ចឹងអូខេនេះយើងមើល result ទាំងអស់គ្នាគឺ everything is clean ទាំងអស់អញ្ចឹងកាលណាដែល show clean អញ្ចឹងគឺអត់មានបញ្ហាអីទេទៅជាមួយ website ឬក៏ app ឬក៏ file មួយហ្នឹងយើងអាចបើកបានដោយអត់មានពពួក attacker អីទេនេះតទៅជាមួយការយើងអាចការពារបានមួយចំនួនដែរមិនថា 100% គ្រាន់ថាយើងការពារភាសាជាងអត់សោះអញ្ចឹងយើងការពារខ្លះអញ្ចឹងណាហើយមួយទៀតបន្ទាប់ពីយើងតេស្ត Microsoft 365ហើយឥឡូវខ្ញុំតេស្តទៅជាមួយ website មួយទៀតឈ្មោះថា Cisco អញ្ចឹងទៅជាមួយ Cisco ក៏ website របស់គេជាstandard របស់គេដែរវាអត់មានការថាខែទេអញ្ចឹងគឺច្បាស់ជា clean ហើយអញ្ចឹងយើង copy មក copy ហើយយើងផាសចូលកន្លែង URL ទៀតផាសនៅខាងលើដោយសារយើងធ្លាប់ access ឲ្យម្ដងអញ្ចឹងវា show បែបនេះទៅជាមួយ website អញ្ចឹងយើងដាក់អញ្ចឹងហើយយើងចុច enter មួយមកអូខេយើងមើល result ទាំងអស់គ្នា result គឺ clean ទាំងអស់អញ្ចឹងទៅជាមួយការ load status មក clean អញ្ចឹងអត់មានបញ្ហាទេទៅជាមួយ website ហ្នឹងអ្នកទាំងអស់គ្នាអាច access បានដូចខ្ញុំបង្ហាញនេះយើង access ហើយបានយើង copy ចូលតែបើតាមជាក់ស្ដែងជាពិសេសនៅលើ Telegram គឺមានបញ្ហាច្រើនអញ្ចឹងអ្នកនរគ្នាត្រូវតែ